នៅក្នុងភាពស្ងប់ស្ងាត់ដ៏អាថ៌កំបាំងនៃព្រៃទឹកភ្លៀងកន្លែងដែលអបត្រជាក់អន្តែតលើស្លឹកឈើហើយសំឡេងធម្មជាតិលាយឡំជាមួយខ្យល់រាត្រីមានសត្វតូចមួយកំពុងហោះហើរយ៉ាងស្ងៀមស្ងាត់ដោយមនុស្សភាគច្រើនស្ទើរតែមិនដែលបានឃើញវានៅក្រោមពន្លឺព្រះច័ន្ទដ៏ស្រទន់ស្លាបតូចៗរបស់វាបក់កាត់ភាពងងឹតទន់ភ្លន់ដូចជាខ្យល់ដង្ហើមគ្មានសំឡេងរំខានគ្មានសូរខ្លាំងៗមានតែចលនាដ៏ស្ងប់ស្ងាត់មួយដែលកំពុងធ្វើការសំខាន់សម្រាប់ព្រៃទាំងមូលនេះគឺជាប្រជៀវទឹកដមបបូរមាត់ថនិកសត្វតូចមួយដ៏អស្ចារ្យដែលរស់នៅក្នុងព្រៃក្តៅសើមហើយចិញ្ចឹមជីវិតដោយការផឹកដមផ្កាដូចជាសត្វបក្សី Hummingbird នៅពេលយប់អ្វីដែលធ្វើឲ្យវាពិសេសខ្លាំងគឺអណ្ដាតរបស់វាអណ្ដាតស្ដើងពណ៌ផ្កាឈូកនេះអាចលាតវែងជាងខ្លួនរបស់វាទៅទៀតអ្នកវិទ្យាសាស្ត្របានរកឃើញថាអណ្ដាតរបស់វាអាចមានប្រវែងជិត 8.5 សង់ទីម៉ែត្រហើយត្រូវបានលាក់នៅខាងក្នុងរាងកាយជិតឆ្អឹងជំនីនៅពេលវាចូលទៅជិតផ្កាអណ្ដាតវែងនោះនឹងរអិលចេញមកយ៉ាងលឿនដូចជាចំបើងរស់មានជីវិតវាអាចទៅដល់ជម្រៅផ្កាដែលសត្វដទៃមិនអាចទៅដល់បានហើយនៅទីនោះវាផឹកទឹកដមផ្អែមដែលធម្មជាតិបានបង្កើតសម្រាប់វាប៉ុន្តែប្រជៀវតូចនេះមិនត្រឹមតែយកពីធម្មជាតិប៉ុណ្ណោះទេខណៈពេលវាផឹកទឹកដមគ្រាប់លំអងផ្កានឹងជាប់លើរោមរបស់វាបន្ទាប់មកនៅពេលវាហោះទៅកាន់ផ្កាមួយទៀតវាបាននាំគ្រាប់លំអងនោះទៅជាមួយហើយជួយឲ្យផ្កាអាចបន្តពូជបានដោយគ្មាននរណាម្នាក់ដឹងដោយគ្មានសម្លេងប្រកាសប្រជៀវតូចនេះកំពុងជួយរក្សាជីវិតព្រៃទឹកភ្លៀងទាំងមូលពេលខ្លះមនុស្សយើងតែងគិតថាមានតែសត្វធំឬសត្វខ្លាំងប៉ុណ្ណោះដែលសំខាន់សម្រាប់ពិភពលោកប៉ុន្តែធម្មជាតិបានបង្ហាញយើងថាសត្វតូចមួយក៏អាចមានតួនាទីធំមិនគួរឲ្យជឿដែរអណ្ដាតតូចមួយនៅក្នុងភាពងងឹតការហោះហើរដ៏ស្ងៀមស្ងាត់និងការផឹកទឹកដមមួយដំណក់អាចជួយរក្សាតុល្យភាពនៃព្រៃដ៏ធំមួយបានប្រជៀវទឹកដមបបូរមាត់គឺជាការរំលឹកដ៏ស្រស់ស្អាតមួយថាជីវិតនៅលើផែនដីមិនតែងតែពឹងផ្អែកលើអ្វីដែលធំឬមានអំណាចនោះទេពេលខ្លះអ្វីដែលស្ងប់ស្ងាត់បំផុតនិងមើលមិនឃើញបំផុតក៏អាចជាបេះដូងនៃធម្មជាតិទាំងមូលផងដែរអរគុណសម្រាប់ការទស្សនាប្រសិនបើអ្នកចូលចិត្តវីដេអូបែបធម្មជាតិនិងរឿងអស្ចារ្យពីពិភពលោកសូមកុំភ្លេចចុច Subscribe និងបើកកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀត